យើងត្រូវរៀនប្រងការទៅវា relax ដែរវាជារឿងកំសាន្តមួយដែរវាធូរចិត្តដែរនៅពេលដែលយើងប្រងការប្រងអីចឹងទៅនេះគឺស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបេះការរៈដើម្បីក្រងថ្វាយព្រះនៅថ្ងៃវិសាខបូជាណាគឺថ្ងៃអាទិត្យចាបងប្អូនអាចអញ្ជើញចូលរួមបាននេះយើងបេះចឹងមកនេះចាំយើងយកទៅផ្ទះហើយចាំយើងក្រងថ្វាយព្រះនៅថ្ងៃអាទិត្យtrong ngày bị sẵn ở ngày dạ bộ chiaបងប្អូននេះពីណាទៅវត្តអត់ហើយចាំជប់គ្នានៅវត្តហើយមួយទៀតបងប្អូននេះយើងបេះនេះហើយតមកខ្ញុំនឹងធ្វើវីដេអូមួយទៀតសម្រាប់បងប្អូនទស្សនានៅពេលដែលខ្ញុំចាប់ដើមក្រងផ្កាបងប្អូនឥឡូវប៉ុណ្ណេះសិនទៅវីដេអូនេះហើយបន្តមកទៀតចាំខ្ញុំបង្ហាញពីការក្រងផ្កាដល់នៅតាមផ្លូវបងប្អូនអត់ខ្វះហើយនៅស្រោណបែបយើងអត់មានចំណាយលុយកាក់អីទេយើងចំណាយតែពេលវេលាជីដល់រអូកន្លែងខ្លះក៏សបោកន្លែងខ្លះក៏អត់មានដែរអញ្ចឹងណាខ្ញុំផ្កានេះវាមានពីរពណ៌បងប្អូនណានេះពណ៌ទី1គឺពណ៌សទីទៀតខ្ញុំបង្ហាញពណ៌ស្វាយបេះសិនបងប្អូនបេះឲ្យបានច្រើនមកនេះអានេះបងប្អូននេះវាមានរិចមានកំពុំចឹងអីណាបេះមកកាច់ប៉ោះមកនេះជួយ៉ាងច្រើនតិចណាបងប្អូននេះជួយ៉ាងច្រើនតិចហើយយើងបេះរៀងប្រយ័ត្នតិចទៅកុំឲ្យទៀតទៅប្រឡាក់ក្អាវអាហ្នឹងជួហ្នឹងវាប្រឡាក់ក្អាវដែរជួច្រើនពីការលាងទឹកយើងគិតតាមក្រងបងប្អូនទៅមើលការពណ៌ស្វាយមួយមុខទៀតខ្ញុំបេះអានេះមួយសិនអូច្រើនពេកច្រើនណាតែនេះហើយចាំទៅមើលផ្កាពណ៌ស្វាយបងប្អូនណានេះស្អាតណាស់ទឹកកំពុំតែកាច់វាបែរមកចេញទៀតមកកុំឲ្យវាជាប់លើយើងតនេពីការងារអីបងប្អូនទៅអាទិត្យអីហ្នឹងថ្ងៃដេអូថ្ងៃអីហ្នឹងបងប្អូនអ្នកដើរបេះផ្កាហ្នឹងមកឲ្យរៀនក្រងចាបានប្រយោជន៍យើងថ្លៃព្រះថ្ងៃសិលអីចឹងណាហើយណាមួយស្អីនេះយើងត្រូវរៀនប្រងការទៅវា relax ដែរវាជារឿងកំសាន្តមួយដែរវាធូរចិត្តដែរនៅពេលដែលយើងប្រងការប្រងអីចឹងទៅនេះហើយអត់មានចំណាយលុយកាក់អីទេយើងដើរបេះតាមផ្លូវឯផ្កាហ្នឹងដុះច្រើនណានេះបងប្អូននេះបេះចឹងមកនេះអីអូយអីចាំការមើលជុំតែខ្លះតបផ្លែវាយូរណាតបផ្លែមួយស្ដីបងប្អូនខ្ញុំបង្ហាញខ្ញុំពីពណ៌ផ្កាមួយទៀតបងប្អូនពណ៌ស្វាយគេហៅស្វាយឈូកណានេះស្អាតបងប្អូននេះអីយ៉ាថាតាមកែភ្ញាក់ណាខ្ញុំលាស់ថ្មីលាស់ពីដើមពីទៅចោលណាលាស់ពីឡងឡងអាចលាស់ពេលខ្លះទៅទ្របបាត់គេឆ្លេញបងប្អូននេះការរៈពណ៌ស្វាយបងប្អូនអើយស្អាតមែនតើជូតនេះណាស្អាតបងប្អូនការស្មែជាប់ស្មែvới ca nó men nó ở ngày còn bán ấy vừa ban cho nó cách mà to còn cho ta còn lên dục dục tập lục tiền đá của ca